ណែពូយកយល់ដល់ឯងជាអ្នកចិត្តខាងនឹងគ្នាទៅពូឲ្យខ្ចីតែត្រូវមានទំនួលខុសត្រូវវិញផងខ្ចីដឹងខ្ចីសុំដឹងសុំលឺអត់អាចោចយើអាចោចពូសុំវសងលុយពូវិញមកប្រពន្ធពូឈឺធ្ងន់ណាស់ពូអត់មានលុយជូនទៅពេទ្យទេអត់ចង់អាមិនអញ្ចឹងក្មួយពូសុំវណាអាចោចពូសំពះឯងក៏បានដែរអើយពូទៅតែខ្ចីលុយបានមួយអាទិត្យសោះមកទាវិញដែរមិញខ្លាចខ្ញុំរត់ចោលស្រុកមែនតែឯងប្រាប់ពូថាស្អែកសងឥឡូវមួយអាទិត្យហើយណាចុះឥឡូវមានតន់ដល់ថ្ងៃស្អែកណាមិនបានពូមកទាអើយអានេះស្អែកប្រហែលថ្ងៃទៀតឥឡូវបើថាអត់មានទេជួយសងពូពាក់កណ្ដាលសិនមកណាអើយពូបើមានលុយខ្ញុំចាំបាច់ខ្ចីពូសំខាន់វាអត់ឲ្យសងអាម៉េចតាដេតគាត់គឺជាអ្នកមានទ្រព្យស្ដុកស្ដម្ភម្នាក់នៅក្នុងភូមិអ្នកភូមិតែងតែស្រឡាញ់រាប់អានដោយសារតែគាត់ជាមនុស្សចិត្តល្អជួយយកអាសារអ្នកដទៃដោយមិនគិតខ្វល់ថាអ្នកនោះជាមនុស្សល្អឬមនុស្សអាក្រក់ឡើយយីអានេះតែប៉ុណ្ណឹងសោះមានដៃមានជើងហ៊ានមកលួចនំអញស៊ីផងហើយដឹងអត់ថានំនឹងធ្វើមួយតម្រាំបានបែកញើសពេញខ្លួនហើយនេះមានលុយអត់ទិញទេបែរជាមកលួចទៅវិញមីងឲ្យខ្ញុំសុំទោសផងមីងនេះដោយសារតែខ្ញុំឃ្លានពេកនឹងណាហើយខ្ញុំអត់មានលុយទេមីងកុំធ្វើបាបខ្ញុំអីណាសុំទោសអាម៉េចលួចនំអញអស់មកកញ្ច្រែងហើយឆាប់ទៅយកលុយមកសងមកបើមិនអញ្ចឹងទេអញចាប់ទៅប៉ុស្តិ៍ប៉ូលីសហើយមានរឿងអីនឹងក្មួយមិនបានជាធ្វើបាបក្មេងអញ្ចឹងអូពូគឺអាក្មេងនេះវាមកលួចនំខ្ញុំស៊ីបើលួចមួយពីរខ្ញុំមិនថាទេតែនេះវាលួចឡើងអស់មួយកញ្ច្រែងហើយខ្ញុំមិនអីលក់ទៅអាចៅហើយលើកក្រោយឈប់មកលួចរបស់គេទៀតណាណែក្មួយលេងគ្នាទៅចាំពូសងលុយចំនួនហើយនំមួយកញ្ច្រែងនឹងតម្លៃប្រមាណ20000ពូចាំពូឲ្យទៅលេងគ្នាទៅលើកក្រោយឈប់មានដៃមានជើងអញ្ចឹងទៀតណាអូនវ័យកំពុងពេញរៀនសូត្រមកធ្វើចោលបានហើយឆាប់ទៅអរគុណហើយណាលោកតាចេះតែអញ្ចឹងហើយពូបានក្មេងវាចេះតែខូចអើយបើវាខូចហើយយើងមិនណែនាំបែរជាធ្វើបាបវាច្បាស់ជាវាកាន់តែខូចទៀតហើយបើមានលើកក្រោយទៀតក្មួយឯងចាត់ការតាមនឹងចោះពូទៅសិនហើយណាចាពូពូអើយទៅមកពីណានេះខ្ញុំខំមកចាំមុខផ្ទះជាង1ម៉ោងហើយអត់ឃើញអូពូទៅមកពីអឺតចំការនឹងណាហើយឯងមកយូរហើយយូរហើយពូជាង1ម៉ោងហើយហើយមករកពូមានការអីដែរពូអើយប្រពន្ធខ្ញុំឈឺ3ថ្ងៃហើយអត់មានលុយទៅពេទ្យទេខ្ញុំគិតតែចង់ឆក់លុយពូបន្តិចបន្តួចយកទៅឲ្យពេទ្យពូមានអត់ឆក់អាម៉េចនិយាយតែខ្ចីទៅហើយរកប្រមាណតិចតួចពូ2លានអីហ្នឹង2លានហើយតិចតួចទៀតមិនអីទេពូមានតែសន្យាថាដល់ថ្ងៃត្រូវសងពូវិញព្រោះអីពូក៏មានធុរៈផ្ទាល់ខ្លួនដែរអត់យូរទេពូតែ2ខែខ្ញុំសងវិញហើយណែពូយកយល់ដល់ឯងជាអ្នកចិត្តខាងនឹងគ្នាទៅពូឲ្យខ្ចីតែត្រូវមានទំនួលខុសត្រូវវិញផងខ្ចីដឹងខ្ចីសុំដឹងសុំលឺអត់អរគុណហើយពូខ្ញុំសន្យាថានឹងសងពូវិញកុំភ័យពូអរគុណហើយណាតាអើយឲ្យអ្នកណាខ្ចីលុយទៀតហើយហ្នឹងគឺអាដាមនឹងណាអាណិតវាពេកប្រពន្ធវាឈឺ3ថ្ងៃហើយគ្មានលុយទៅពេទ្យទេខ្ញុំក៏ឲ្យវាខ្ចី2លានសិនទៅហើយវាសន្យាថា2ខែសងវិញណាយាយចិត្តល្អណាស់តាតែចិត្តល្អឲ្យមើលមនុស្សផងម្សិលមិញខ្ញុំឃើញប្រពន្ធវានៅជុំគ្នាអង្គុយបកផ្លាត់ហើយមិនបានជាវាថាប្រពន្ធវាឈឺទៅវិញខ្ញុំមិនដឹងដែរបើវាប្រាប់អញ្ចឹងហើយមិនអីទេយាយវាយើងចំណាស់នេះហើយកូនក៏អត់មានតែខំធ្វើបុណ្យជួយគេខ្លះទៅស្រេចតែតាវាចោះខ្ញុំមិនហ៊ានខកទេនេះឯងលុយល្មមមកស្រង់ដើមវិញបានមកពីណានឹងឯងខ្ចីពូដេតខ្ញុំប្រាប់គាត់ថាម៉ែវាឯងឈឺតែខ្ញុំសន្យានឹងគាត់ថា2ខែទៀតបានសងឯងយកទៅចាយឲ្យស្រួលបួលប្រយ័ត្នអត់អីសងគេវិញហូយភ័យអីខ្ញុំបាំងផ្លិតតែមកល្ងាចរួចវិញហើយឯងកុំភ័យមើល
គាត់ចិត្តល្អម៉េចហ៎អញក៏តែចង់តែខ្ចីលុយគាត់ដែរអើបើចង់ខ្ចីទៅគាត់ចិត្តល្អតាតែសំខាន់ឲ្យខ្ចីគាត់ត្រូវសន្យាថាសងគាត់វិញណាបើមិនសងវិញប្រយ័ត្នបាបវើយគាត់សុទ្ធតែមនុស្សចាស់អញដឹងហើយចាំមើលទៅរកខ្ចីគាត់1លាន2លានមកចាយលេងវ៉ៃទៅធានាថាបានហើយព្រោះគាត់ជាមនុស្សល្អអូខេអញទៅហើយពូអើយពូខ្ញុំមានរឿងចង់ពឹងពាក់ឲ្យពូជួយខ្ញុំផងណាពូរឿងអីអាចោចមើលឡើងឈរឲ្យស្រួលបួលមើលកុំក្រាបលូនធ្វើមើលតែអញនឹងជាស្ដេចពូអើយកូនខ្ញុំក្តៅខ្លួន3ថ្ងៃហើយខ្ញុំអត់មានលុយយកកូនទៅពេទ្យទេពូឲ្យខ្ញុំខ្ចីលុយសិនបានអត់អាចោចហើយពូមិនចិត្តអាក្រក់ទេតែថ្ងៃនេះគ្រាន់តែអ្នកមកខ្ចីលុយពូ5នាក់ហើយពូឲ្យគេឡើងអស់ពីខ្លួនហើយពេលនេះឯងមករកទៀតពូមានលុយអាណាជួយអញ្ចឹងឲ្យខ្ញុំទៅរកអ្នកណាទៅបើពូអត់មានចប់ហើយកូនខ្ញុំយាយវាឯងមានសល់លុយខ្លះឬអត់ឲ្យអាចោចវាខ្ចីសិនទៅកូនវាក្តៅខ្លួនខ្លាំងណាស់តាអើយលុយទុកសម្រាប់មានការចាំបាច់ទេបើឲ្យអាចោចយើងបានអីទុកប្រើពេលមានអាសន្នទៅឲ្យវាសិនទៅណាយាយជួយមនុស្សដែលខ្វះខាតទៅជារឿងចាំបាច់ណែអាចោចឯងត្រូវការលុយប្រមាណណាបាទពូខ្ញុំត្រូវការ1លានរៀលយាយវាឲ្យអាចោចខ្ចីសិនទៅណាណែយកទៅអាចោចអាកូនឯណាពូមីងចាំស្អែកចាំខ្ញុំសងវិញទៅឆាប់យកកូនឯងទៅពេទ្យឲ្យរួចទៅកុំទុកយូរពេកណាបាទពូខ្ញុំទៅសិនហើយតាអើយខ្ញុំនៅសល់តែ20000ទេនេះឲ្យខ្ចីឡើងអស់ពីខ្លួនបើមានការអីចាំបាច់មិនដឹងជាទៅរកឯណាវិញទេមិនអីទេតាមនឹងទៅយាយតោះទៅចំការជាមួយខ្ញុំមួយអាទិត្យក្រោយមកតាវាខ្ញុំដូចជាអត់ស្រួលខ្លួនទេជូនខ្ញុំទៅពេទ្យបន្តិចយាយវាឯងឈឺអីប្រាប់ខ្ញុំមើលខ្ញុំវិលមកណាស់ឯងអើយអត់មានលុយទៅពេទ្យទេនេះគិតអាម៉េចចេះឯងសាកទៅទាលុយពីគេខ្លះមើលក្រែងបានខ្លះយកទៅពេទ្យបើអញ្ចឹងយាយវាឯងសម្រាប់សិនទៅចាំខ្ញុំទៅទាលុយពីគេមកវិញខ្លះអាដាមឯងមានលុយអត់ជួយសេរីសងពូវិញខ្លះមកណាប្រពន្ធពូកំពុងតែអត់ស្រួលខ្លួនតែពូអត់មានលុយជាប់ខ្លួនទេទៅពេទ្យក៏មិនកើតដែរមានណាពូការខ្ញុំខ្ចីលុយពូខ្ញុំប្រាប់ឲ្យតាថា2ខែបើមានលុយសងហើយនេះទៅបាន1អាទិត្យពូមកទាលុយវិញខ្ញុំមានពីណាឲ្យពូយល់ថា2ខែបានឯងសងតែនេះពូកំពុងតែជួបអាសន្នហើយពូអត់មានលុយទេបើអាចឯងជួយសងខ្លះមកណាអត់ទេមនុស្សគេយកសម្ដីពូ2ខែបានសងអើយអាដាមអើយកាលឯងលំបាកមកខ្ចីលុយពូជួយតែពេលនេះពូមានបញ្ហាបែរជាឯងមិនជួយពូវិញសំខាន់អត់មានណាពូបើមានក៏ខ្ញុំមិនទាន់ឲ្យដែរបើអត់ទាន់ដល់ថ្ងៃសងផងអើយឯងនេះមិនអីទេចាំអញទៅសួរអាចោចមួយទៀតមុនខ្ចីប្រាប់ឲ្យតាថា2ខែបានសងហើយទៅបាន1អាទិត្យមកទាវិញអាម៉េចអញ្ចេះអាចោចអាចោចពូសុំវសងលុយពូវិញមកប្រពន្ធពូឈឺធ្ងន់ណាស់ពូអត់មានលុយជូនទៅពេទ្យទេអត់ចង់អាមិនអញ្ចឹងក្មួយពូសុំវណាអាចោចពូសំពះឯងក៏បានដែរអើយពូទៅតែខ្ចីលុយបាន1អាទិត្យសោះមកទាវិញដែរមិនខ្លាចខ្ញុំរត់ចោលស្រុកមែនតែឯងប្រាប់ពូថាស្អែកសងឥឡូវ1អាទិត្យហើយណាចុះឥឡូវមានតន់ដល់ថ្ងៃស្អែកណាមិនបានពូមកទាអើយអានេះស្អែកប្រហែលថ្ងៃទៀតឥឡូវបើថាអត់មានទេជួយសងពូពាក់កណ្ដាលសិនមកណាអើយពូបើមានលុយខ្ញុំចាំបាច់ខ្ចីពូសំខាន់វាអត់ឲ្យសងអាម៉េចឯងនេះពេលដែលលំបាករត់មករកយើងជួយដល់ពេលដែលយើងមានធុរៈបែរជាឯងមិនព្រមជួយមនុស្សដូចឯងនេះចំជាគ្មានគុណធម៌នៅក្នុងខ្លួនឡើយបើអត់មានលុយផងឲ្យសងអាម៉េចនៅឯមន្ទីរពេទ្យ
លោកក្មួយជួយមើលប្រពន្ធខ្ញុំផងអស់ប្រមាណចាំគិតគូតាមក្រោយណាឥឡូវខ្ញុំអត់ទាន់មានលុយក្នុងខ្លួនទេចាំខ្ញុំទៅទារលុយគេបានកាលណាខ្ញុំនឹងទូទាត់ឲ្យប្រពន្ធលោកពូមានជំងឺខ្វះគ្រាប់ឈាមតែសំណាងល្អដែលមានគ្រួសារអ្នកមីងខាងនេះមកជួយផ្ដល់ឈាមឲ្យពូអើយតាមពិតខ្ញុំទេដែលត្រូវអរគុណពូមុននោះពូចាំអត់កាលពីប្រហែលថ្ងៃមុនកូនប្រុសរបស់ខ្ញុំបានទៅលួចនំគេហូបហើយត្រូវបានម្ចាស់គេទាន់តែសំណាងបានលោកពូមកជួយដូចនេះគ្រួសារខ្ញុំគ្មានអ្វីអរគុណលោកពូក្រៅពីជួយផ្ដល់ឈាមឲ្យអ្នកមីងនោះទេអូខ្ញុំចាំបានហើយតាមពិតអាអូនតូចនេះជាកូនរបស់អ្នកទាំងពីរសោះខ្ញុំអរគុណហើយណាដែលបានមកជួយផ្ដល់ឈាមឲ្យប្រពន្ធខ្ញុំរឿងលុយកាក់កុំបារម្ភណាពូសំខាន់ឲ្យតែមនុស្សជាសិនចាំគិតគូរតាមក្រោយបាទលោកគ្រូពេទ្យខ្ញុំអរគុណហើយណា